សួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំមានវីដេអូមួយខ្ញុំបង្ហាញដល់បងប្អូនទាំងអស់គ្នាពីរបៀបបដូរបទភ្លេងនៅក្នុងកម្មវិធី LINE អញ្ចឹងជាទូទៅបងប្អូនចង់បដូរបទភ្លេងនៅពេលគេ call មកឬក៏ call ចេញ call ចូលឬក៏ message ឬអីផ្សេងអញ្ចឹងណាអញ្ចឹងបងប្អូនអាចបដូរបាននៅក្នុងកម្មវិធី LINE នេះបាទអញ្ចឹងយើងចូលទៅក្នុងកម្មវិធី LINE តែម្ដងបងប្អូនបាទយើងចូលទៅក្នុងកម្មវិធី LINE តែម្ដងបងប្អូនហើយបន្ទាប់មកគឺបងប្អូនចុចទៅលើពាក្យ setting នៅខាងលើនេះមានពាក្យ setting មួយបាទអញ្ចឹងពេលបងប្អូនចុចទៅលើពាក្យ setting បងប្អូនស្គរចុះក្រោមបងប្អូនឃើញពាក្យមួយគេថា notification សញ្ញាកាដឹងបងប្អូនចុចទៅលើ notification ហ្នឹងមកបាទអញ្ចឹងបន្ទាប់មកគឺបងប្អូនឃើញមួយទៀតគេថា notification setting ខាងលើគេដាក់ notification ហើយមានថេកពណ៌ខៀវគ្រីសបើក notification ហើយបន្ទាប់មកគឺមាន notification setting អញ្ចឹងយើងចុចទៅលើ notification setting មកបន្ទាប់មកបងប្អូននឹងឃើញមានមុខងារជាច្រើនគឺមាន incoming call មាន ongoing call មាន call activity មាន friend request មាន general notification មាន group invitation មាន line pay មាន message notification បាទអញ្ចឹងនៅកន្លែងចំណុចទាំងអស់ហ្នឹងគឺជាចំណុចដែលបងប្អូនត្រូវការបដូរបទភ្លេងហើយឧទាហរណ៍ថាបងប្អូនចង់បដូរបទភ្លេងនៅក្នុង incoming call មានន័យថាពេលគេតេមកគឺលឺអញ្ចឹងចុចទៅនឹងមកបងប្អូននឹងឃើញកន្លែងក្រោមនេះគេដាក់ថា ringtone អញ្ចឹងចុចទៅលើ ringtone មកបាទហើយយើងយកចូលមកអូឡូវាហ្នឹងនេះគឺជាសិទ្ធិបទភ្លេងបងប្អូនអាចបដូរបានឃើញបងប្អូនអាចបដូរបានគេបងប្អូនអាចបដូរបានបងប្អូនចុចប៉ុណ្ណឹងគឺជាប់ហើយចុចតែប៉ុណ្ណឹងគឺជាប់ហើយមិនមានអូខេទេបាទแล้วថយមកវិញថយមកម្ដងទៀតបងប្អូនចង់បដូរเราថាចង់បដូរ friend request ចុចលើ friend request មកបងប្អូនចុចលើ ringtone ដូចមិញអញ្ចឹងគឺដដែលបងប្អូនបាទថយមកវិញមកបងប្អូនចង់បដូរឲ្យទៀតបដូរ play message បាទអញ្ចឹងចុចមកកន្លែងដដែលហ្នឹង ringtone ដដែលមកឃើញបងប្អូនបាទនេះគឺជារបៀបបដូរភ្លេងទៅក្នុងកម្មវិធី LINE បងប្អូនបាទវិធីបដូរភ្លេងនៅក្នុងកម្មវិធី LINE គឺមានតែប៉ុណ្ណឹងទេបងប្អូនទាំងនេះគឺបងប្អូនចូលមកបដូរនៅកន្លែងហ្នឹងបាទអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនបាយ